សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហើបឲ្យដឹងថាការរុះរើគណៈរដ្ឋមន្ត្រីថៃកើតឡើងដោយសារភាពមិនស្មោះត្រង់ចំពោះសម្ព័ន្ធភាពដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីណាវ៉ាតសម្ដេចបញ្ជាក់ដូច្នេះក្រោយនាយករដ្ឋមន្ត្រីថៃបានប្រាប់រឿងរ៉ាវមួយចំនួនដល់សម្ដេចដោយផ្ទាល់ពេលបំពេញទស្សនកិច្ចមកកម្ពុជាកាលពីអំឡុងខែមេសាថ្លែងពីខេត្តព្រះវិហារនាព្រឹកថ្ងៃទី27 ខែមិថុនាឆ្នាំ2025សម្ដេចហ៊ុនសែនបានគូបញ្ជាក់ថាតាមអ្វីដែលលោកស្រីផែថងថានប្រាប់មកសម្ដេចបាក់សភឺថៃត្រូវការយកក្រសួងមហាផ្ទៃពីគណៈភូមិใจថៃមកគ្រប់គ្រងដើម្បីសម្រេចគោលដៅបង្កើតមជ្ឈមណ្ឌលកំសាន្តដោយក្នុងនោះគ្រោងដោះដូរឲ្យបាក់ភូមិใจថៃទៅកាន់កាប់ក្រសួងសុខាភិបាលវិញតែគណៈភូមិใจថៃមិនយល់ព្រមនាយករដ្ឋមន្ត្រីថៃប្រាប់សម្ដេចទៀតថាការធ្វើបែបនេះគឺជាវិធីមួយដើម្បីឲ្យគណៈភូមិใจថៃដើរចេញដោយខ្លួនឯងការនេះសម្ដេចហ៊ុនសែនចាត់ទុកជាល្បែងក្បត់សម្ព័ន្ធភាពហើយសម្ដេចពិតជាមិនចង់ជឿថានាយករដ្ឋមន្ត្រីថៃអាចធ្វើទៅរួចគួរជម្រាបថាកាលពីល្ងាចថ្ងៃទី28 ខែមិថុនាឆ្នាំ2025លោកស្រីផែថងថានស៊ីណាវ៉ាតនាយករដ្ឋមន្ត្រីថៃបានបញ្ជូនបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីថ្វាយទៅព្រះមហាក្សត្រហើយនៅក្នុងការរុះរើថ្មីនោះក្រៅតែពីកាន់តំណែងជានាយករដ្ឋមន្ត្រីលោកស្រីផែថងថានក៏ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរខណៈមានការផ្លាស់ប្តូរសមាជិកភាពរដ្ឋមន្ត្រីមួយចំនួនទៀត